ដោយទទួលបានការអនុញ្ញាតពីអ្នកអង្គការកិត្តមេងប្រធានសហភាពពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានាព្រឹកថ្ងៃទី18ខែមេសាឆ្នាំ2026អង្គការអឹងវ៉ាន់ម៉ៅអនុប្រធានសហភាពពាណិជ្ជកម្មកម្ពុជានិងជាប្រធានសហភាពពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានដឹកនាំគណៈប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាចំនួន48រូបចូលរួមពិព័រណ៍នាំចូលនិងនាំចេញចិនលើកទី139ទស្សនកិច្ចនេះក៏មានការចូលរួមពីឯកឧត្តមបណ្ឌិតអោមសេងបូរ៉ាសមាជិកទីប្រឹក្សាសហភាពពាណិជ្ជកម្មរាជធានីភ្នំពេញនិងជាស្ថាបនិក CEO Master Club ពិព័រណ៍នាំចូលនិងនាំចេញចិនលើកទី139ដែលត្រូវបានគេស្គាល់ឈ្មោះយ៉ាងទូលំទូលាយថាជាពិព័រណ៍ Canton បានចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី15ខែមេសាឆ្នាំ2026នៅទីក្រុងខ្វាងជូវនេះគឺជាការពិព័រណ៍ពាណិជ្ជកម្មដ៏ធំនិងមានឥទ្ធិពលបំផុតមួយរបស់ពិភពលោកព្រឹត្តិការណ៍នេះដំណើរការជា3ដំណាក់កាលរហូតដល់ថ្ងៃទី5ខែឧសភាដោយប្រមូលផ្ដុំអ្នកតាំងពិព័រណ៍និងអ្នកទិញអន្តរជាតិរាប់ម៉ឺននាក់ពិព័រណ៍ប្រចាំឆ្នាំនេះប្រារព្ធឡើងនាសាលសន្តិបាតនិងពិព័រណ៍នាំចូលនិងនាំចេញចិនលើទីលានទំហំប្រហែលជាង1លាន5សែនម៉ែត្រការ៉េនិងមានអ្នកតាំងពិព័រណ៍ជាង32,000នាក់អ្នករៀបចំកម្មវិធីនិយាយថាព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តជាបន្តបន្ទាប់របស់ប្រទេសចិននៅក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មសកលនិងបង្ហាញពីនវានុវត្តន៍ឧស្សាហកម្មពិព័រណ៍នេះត្រូវបានបែងចែកជា3ដំណាក់កាលដែលដំណាក់កាលនីមួយៗផ្ដោតលើវិស័យសំខាន់ៗដំណាក់កាលទី1ថ្ងៃទី15ដល់ថ្ងៃទី19ខែមេសាពាណិជ្ជកម្មគ្រឿងចក្រយានយន្តផលិតកម្មឧស្សាហកម្មភ្លើងបំភ្លឺនិងផលិតផលអគ្គិសនីដំណាក់កាលទី2ថ្ងៃទី23ដល់ថ្ងៃទី27ខែមេសាទំនិញប្រើប្រាស់ក្នុងផ្ទះវត្ថុអនុស្សាវរីយ៍គ្រឿងតុបតែងសម្ភារៈសំណង់និងគ្រឿងសង្ហារឹមដំណាក់កាលទី3ថ្ងៃទី1ដល់ថ្ងៃទី5ខែឧសភាវេយ្យានភ័ណ្ឌសម្លៀកបំពាក់ស្បែកជើងសម្ភារៈការិយាល័យផលិតផលវិជ្ជសាស្ត្រនិងសុខភាពប្រដាប់ក្មេងលេងនិងអាហារពិព័រណ៍នេះជាវេទិកាផ្ដល់ឱកាសឲ្យអ្នកទិញជួបដោយផ្ទាល់ជាមួយនឹងអ្នកផ្គត់ផ្គង់លើវិស័យឧស្សាហកម្មជាច្រើនចំណុចសំខាន់មួយនៃពិព័រណ៍លើកទី139គឺការសង្កត់ធ្ងន់លើបច្ចេកវិទ្យាថ្មីៗនិងការអភិវឌ្ឍប្រកបដោយចីរភាពអ្នកចូលរួមតាំងពិព័រណ៍បង្ហាញពីការរីកចម្រើននៅក្នុងវិស័យបច្ចេកវិទ្យាចល័តឆ្លាតវៃដំណោះស្រាយថាមពលកកើតឡើងវិញស្វ័យប្រវត្តិឧស្សាហកម្មនិងទំនិញប្រើប្រាស់ដែលមានគុណភាពខ្ពស់អ្នកសង្កេតការណ៍ឧស្សាហកម្មក៏សម្គាល់ឃើញថាវិស័យទាំងនេះឆ្លុះបញ្ចាំងពីនិន្នាការសកលកាន់តែទូលំទូលាយជាពិសេសការផ្លាស់ប្ដូរឆ្ពោះទៅរកផលិតកម្មបៃតងនិងការផ្លាស់ប្ដូរ Digital សូមបញ្ជាក់ថាពិព័រណ៍ Canton បានចាប់ផ្ដើមជាលើកដំបូងនៅក្នុងឆ្នាំ1957ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មចិននិងរដ្ឋបាលខេត្តក្វាងដុងនិងសហការរៀបចំដោយមជ្ឈមណ្ឌលចិនសម្រាប់ពាណិជ្ជកម្មបរទេសវាត្រូវបានរៀបចំឡើង2ដងនៅក្នុងមួយឆ្នាំនៅក្នុងទីក្រុងក្វាងដុងហើយត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាប៉ារ៉ូម៉ែត្រនៃការអនុវត្តពាណិជ្ជកម្មបរទេសរបស់ប្រទេសចិនក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនពិព័រណ៍នេះបានភ្ជាប់អាជីវកម្មមកពីប្រទេសនិងតំបន់ជាង220ដោយសម្រួលដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានតម្លៃជាង 1.5 ពាន់លានដុល្លារកាលពីពិព័រណ៍លើកទី138បានទាក់ទាញអ្នកទិញនៅបរទេសជាង30ម៉ឺននាក់ខណៈពេលដែលពាណិជ្ជកម្មពិភពលោកបន្តវិវត្តនៅក្នុងចំណោមភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចពិព័រណ៍ Canton លើកទី139ត្រូវបានគេរំពឹងថានឹងបម្រើជាវេទិកាសំខាន់សម្រាប់ការផ្គូផ្គងអាជីវកម្មការផ្លាស់ប្ដូរនវានុវត្តន៍និងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចនៅទូទាំងសកលលោកសូមបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់សហភាពពាណិជ្ជកម្មរបស់ប្រតិភូសហភាពពាណិជ្ជកម្មនៅទីក្រុងខ្វាងជូវនេះគឺជាការឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់សហភាពពាណិជ្ជកម្មកម្ពុជាក្រោមការដឹកនាំរបស់អ្នកអង្គការកិត្តមេងជាប្រធានដែលតែងតែណែនាំនិងចង្អុលបង្ហាញឲ្យធ្វើការយ៉ាងសកម្មជាមួយនឹងដៃគូនិងអង្គភាពអន្តរជាតិនានាដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ចពាណិជ្ជកម្មនិងការវិនិយោគទៅកាន់ប្រទេសនានាទាំងក្នុងតំបន់និងអន្តរជាតិ